ธรรมពលអ្នកមានបាតដៃអក្សរ X ចាជាកូនចាដែលចក្រវាលជ្រើសរើសនឹងទៅលំអិតជូនអ្នកទាំងគ្នាទៅនឹងលក្ខណៈរបស់អ្នកដែលមានបាតដៃខ្សែបាតដៃអក្សរ X ចានោះដែលមានសច្ចៈចាគឺគាត់និយាយអីគឺគាត់នឹងគោរពនៅពាក្យសម្ដីរបស់គាត់ហើយគាត់អត់សូវចេះនិយាយបបាច់បបោច្រើនមិនសូវចេះសន្យាខ្ចល់ឯអ្នកគ្នាចាអញ្ចឹងភាគច្រើនគឺគាត់អត់និយាយទេតែគាត់មានការផ្ដោតទៅលើអ្វីដែលគាត់ចង់ធ្វើចាអញ្ចឹងបើសិនជាគាត់ចានិយាយគឺគាត់នឹងគោរពនៅពាក្យសម្ដីរបស់គាត់ហើយសម្រាប់គេថាដូចពេលវេលាអីក៏ដោយចាអ្នកណាដែលមកឲ្យប្រែប្រួលការនិយាយរបស់គាត់គឺអត់បានទេគឺគាត់ប្រទាញឲ្យទៅគោរពនៅពាក្យសម្ដីរបស់គាត់ចាអញ្ចឹងគឺអ្នកដែលមានអក្សរ X ហ្នឹងគឺគេសច្ចៈអញ្ចឹងចាអ្នកនរគ្នាណាចាតែមិនថាសច្ចៈរហូតដល់ថាស្អីវាក៏មានចំណុចមួយចំនួនដែលគេថាគាត់មានទរៈអីទៅគឺមិនបានចាប្រតិបត្តិតាមពាក្យសន្យារបស់គាត់ក៏ប៉ុន្តែយូរឆាប់គាត់គង់តែធ្វើទេចាអញ្ចឹងគឺអ្នកដែលមានអក្សរ X ហ្នឹងគឺគេសច្ចៈចាហើយគេមានគុណធម៌ចាគឺគេយកចាធម៌ចាគេមានសិលអ្នកនរគ្នាគឺមានសិលនៅក្នុងខ្លួនមានធម៌ចាអញ្ចឹងមិនបាច់ទេបើសិនជាយើងមានមិត្តភ័ក្តិដែលយើងរាប់អានហ្នឹងមានអក្សរ X ហ្នឹងគឺចារស់ស៊ីមួយគ្នាឬក៏ធ្វើការអីចាពិភាក្សាអីមួយគ្នាទៅគឺជាមនុស្សដែលមានគុណធម៌មិនមានការគេហៅថាលឺលួសលើគ្នាមិនកេងប្រវ័ញ្ចចាមិនប្រឡាំបកើគ្នាចាមិនក្លុកក្លាច់ទេចាអញ្ចឹងសម្រាប់អ្នកតគុណហ្នឹងចាគឺគេមានគុណធម៌គេចូលចិត្តជួយមនុស្សចាគេចូលចិត្តចែករំលែកចាគេ take care ចាគឺគេមើលថែមនុស្សចាគ្រប់គ្នាគេចូលចិត្តជួយអ្នកដែលទៀតអ្នកដែលមានចាជីវភាពពិបាកចាអ្នកដែលមានបញ្ហាចាអញ្ចឹងអ្នកហ្នឹងគឺជាលក្ខណៈរបស់គាត់អញ្ចឹងជាកូនរបស់ចក្រវាលចាអ្នកគ្រូនឹងជជែកប្រាប់អ្នកនរគ្នាតិចទៀតចាអំពីមូលហេតុដែលគេកើតនៅក្នុងអតីតកាលណាចាអញ្ចឹងគឺជាកូនចក្រវាលដែលយើងនៅក្នុងនេះយើងនិយាយថាជា chosen one គឺជាអ្នកដែលត្រូវបានជ្រើសរើសដែលគេគូសញ្ញានៅលើបាតដៃហ្នឹងចាហើយបើសម្គាល់កាយលក្ខណៈហ្នឹងចាគឺជាមនុស្សដែលមានបញ្ញាជាងគេអ្នកនរគ្នាបញ្ញាស្មារតីនេះគឺញៀនដឹងរបស់គាត់រីកចម្រើនចាអញ្ចឹងគឺធ្វើឲ្យគាត់មានបញ្ញាស្មារតីនៅក្នុងការច្នៃប្រឌិតចាគាត់ចូលចិត្តច្នៃប្រឌិតគាត់ចូលចិត្តរបៀបថាសាងបង្កើតអីដែលថ្មីណាចាអញ្ចឹងអ្នកហ្នឹងគឺចូលចិត្តដូចជាគូររូបចាចូលចិត្តដូចជាធ្វើអីមួយដែលជាលក្ខណៈច្នៃប្រឌិតផ្ទាល់ខ្លួនណាអ្នកគ្នាចាអញ្ចឹងដោយសារតែមូលហេតុហ្នឹងហើយដែលគាត់ចាគាត់មានបញ្ញានៅក្នុងការធ្វើអ្វីដែលថ្មីចាអញ្ចឹងហើយដែលធ្វើឲ្យគាត់នេះជួយចិត្តនៅម្នាក់ឯងចាគាត់ចូលចិត្តមនុស្សច្រើនទេខ្លាំងណាស់គឺគាត់ទៅជួបមនុស្សហ្នឹងជួបក្នុងចាពេលដល់សំគួរតិចតួចណាមួយបន្ទាប់មកសុំគេមកផ្ទះហើយភាគច្រើនណាអញ្ចឹងគឺមិនថាគាត់តំណែងជាមួយនរណាទេគឺគាត់តែងតែគិតគុណធម៌ជានិច្ចគាត់អត់ហ៊ានលឺលួសលើគេចាគាត់តែងតែយកខ្លួនគាត់ហ្នឹងទៅជួយគេវិញអញ្ចឹងរាល់ពេលដែលគាត់នៅម្នាក់ឯងគាត់តាមកាត់គាត់ច្នៃប្រឌិតចាហើយគាត់នឹងជាមនុស្សដែលយល់ពីចិត្តមនុស្សជាមនុស្សដែលមានទំនាក់ទំនងជាមួយនឹងចក្រវាលបានណាចាដែលគាត់អាចឮសំឡេងចាក៏ដូចជាគាត់ពិភាក្សាជាមួយនឹងចក្រវាលចាដោយសារតែគាត់ហាក់ដូចជាមានអ្វីនៅជុំវិញខ្លួនគាត់ចាដែលយើងមើលអត់ឃើញហ្នឹងសម្រាប់គាត់ពិភាក្សាហើយឲ្យតែគាត់នៅម្នាក់ឯងគឺធម៌ពលរបស់គាត់ហ្នឹងពេញបឹកតែម្ដងណាគឺគាត់សប្បាយចិត្តមិនបាច់ភ័យបារម្ភថាគាត់ហ្នឹងឯកោទេចាអញ្ចឹងគឺគាត់នៅម្នាក់ឯងគឺគាត់ធ្វើអីមួយដែលពិសេសដល់អ្នកនេះចាហើយក៏មកចូលដល់និយាយថាជាតិកំណើតចាដូចថាដំណើរជីវិតរបស់គាត់វិញម្ដងចាអញ្ចឹងនៅពេលដែលអ្នកគ្រូនិយាយអំពីអតីតកាលរបស់គាត់ចាអញ្ចឹងនៅក្នុងអតីតកាលមនុស្សដែលមានខ្សែដៃអីដែរនៅក្នុងច្បាប់ព្រលឹងគឺមានទេវតាណោះសម្រាប់ពុទ្ធសាសនារបស់យើងគឺមានទេវតាដែលមានសក្យុចានៅឋានលើចាទេវតាដែលអស់បុណ្យយល់ថាទេវតាធ្វើទៅខុសច្បាប់ទេវតានៅចាមានបាបអញ្ចឹងទៅក៏មកចាប់កំណើតចាហើយបើនិយាយអំពីគេហៅថាចក្រវាលវិញគឺកូនចក្រវាលមើលថែយកឲ្យយើងកើតហ្នឹងចាដើម្បីឲ្យយើងនឹងមកជួយមនុស្សហ្នឹងអ្នកគ្នាចាពេលនិយាយអំពីបច្ចុប្បន្នដំណើរជីវិតបច្ចុប្បន្នហេ
តែជាកូនទេវតាដែលមានចាគេហៅថាអកុសលកម្មកើតឡើងណាគឺពិបាកខ្លាំងចានៅក្នុងជីវិតចាដែលគឺថាគាត់ជាកូនទេវតាអញ្ចឹងបើកើតនៅក្នុងពុទ្ធសាសនាប្រត់ប្រាស់ឪពុកម្ដាយអីចឹងទៅចាគឺអត់ឲ្យស្រួលទេចាដោយសារយើងមានកម្មពីរតែអញ្ចឹងចាកើតមកពិបាកហើយជីវភាពក៏ពិបាករាល់ការដែលយើងធ្វើទៅពិបាកអីក៏ដោយក៏អត់ដែលពិបាកដូចថាពិបាករហូតដល់ថ្នាក់ថាអស់ផ្លូវចាអត់មានទេបងថាពិបាកខ្លាំងមែនទែនគឺទេវតានៅលើចាក់វ៉ានៅលើបង្ហាញផ្លូវបន្តិចទៅដើរចឹងទៅមិនដោះគាត់ណាដោយសារអីគឺលោកនៅមើលថែពីលើមកដោយសារកូនចាតែអស់អត់មិនតាមមើលគ្នាចាអញ្ចឹងទៅក៏តាមមើលតាមបដោយផ្លូវហើយមនុស្សហ្នឹងអ្នកនរគ្នាបច្ចុប្បន្នហ្នឹងគឺមិនសូវជាចង់មានចង់បានអីខ្លាំងទេចាដោយសារតែគាត់ហ្នឹងដូចចូលចិត្តធ្វើដំណើរអ្នកនរគ្នាចាចូលចិត្តគេហៅ travel ចាចូលចិត្តធ្វើដំណើរផ្សងព្រេងចាចូលចិត្តដំណើរផ្សងព្រេងចាអង់គ្លេសហៅ adventure ហ្នឹងចាគឺចូលចិត្តដាក់គំនិតផ្សងព្រេងតើទៅផ្សងព្រេងធ្វើអីដែលថ្មីប្លែកពីកន្លែងដែរប្លែកតែគាត់ចូលចិត្តធម្មជាតិទេក៏ចូលចិត្តមនុស្សច្រើនដែរចូលចិត្តធម្មជាតិទឹកជ្រោះព្រៃភ្នំអីផ្សេងហ្នឹងគឺទីដែលធម្មជាតិចាទីដែលស្អាតនៃផែនដីហ្នឹងគឺគាត់ចូលចិត្តចាអញ្ចឹងបែបហ្នឹងហេតុតែខ្លួនឯងនឹងជាទេវតាជាកូនចក្រវាលណាចាអញ្ចឹងគេគាត់គេមានសម្បត្តិគេផ្ទះគេនៅលើចាឬមួយក៏គេមានអីដែលចាគេធ្លាប់មានបានហើយអញ្ចឹងអ្វីគឺគាត់អត់ស្ទើរចង់និយាយអញ្ចឹងអ្នកនរគ្នាថាមានក្តីប្រាថ្នាដែរក៏ប៉ុន្តែមិនជាគឺថាធ្វើសកម្មភាពមិនលោភលន់ទេចាធ្វើទៅតាមសភាពរបស់ខ្លួនណាបដោថាប្រពន្ធឆ្នៃប្រឌិតធ្វើឲ្យល្អចាចង់ណាគេមានបានអីក៏ខឹកក៏ខេងចាចង់គេឬថាគេឆ្លៀតឱកាសធ្វើអីក៏ធ្វើទៅតែបើគាត់នឹងគឺគំនិតឆ្នៃប្រឌិតរបស់គាត់ប៉ុណ្ណាសមត្ថភាពគាត់ប៉ុណ្ណាគឺប៉ុណ្ណឹងគឺគាត់ស្រាវជ្រាវតាមលទ្ធភាពតាមសមត្ថភាពរបស់គាត់នឹងមួយទៅតាមថាសភាពរបស់គាត់នឹងចាមិនជ្រួលជ្រើមចាហើយក៏គាត់មិនមែនជាមនុស្សដែលធ្លាក់ទឹកចិត្តដែរចាគឺមនុស្សដែលមានស្ថានភាពចិត្តរឹងមាំចាហើយតំណែងបានជាមួយនឹងចក្រវាលហើយសម្រាប់អនាគតវិញចាអនាគតរបស់មនុស្សដែលមានខ្សែដៃគុណ X ហ្នឹងគឺចាទៅកាន់តែចាស់ទៅណាចាចាស់ពី38 39ទៅអ្នកនរគ្នាគឺមនុស្សហ្នឹងចាប់ផ្ដើមបានផលចាបានផលផ្លែផ្កាផ្សេងណាចាអញ្ចឹងគឺគាត់ចាប់ផ្ដើមបានជោគជ័យខ្លះបដាចាហើយមនុស្សហ្នឹងរៀងរឹងមានអ្នកនរគ្នាគេកូនទេវតាដល់អញ្ចឹងទៅគឺថាអ្នកណាថាអីគឺมันបានឡើយក៏មកបញ្ជាញ៉ាំគឺមិនខ្ចីធ្វើចាអញ្ចឹងគឺគាត់មានឋានៈខ្ពស់មនុស្សគេហៅថាចាទេវតាមើលថែដឹងស្រាប់ហើយអ្នកណាពងអាក្រក់លើអត់បានទេអ្នកនោះគឺវិនិច្ឆ័យឯងអ្នកនោះនឹងកើតរឿងមហន្តរាយឯងចាហើយបើសិនជាអ្នកនឹងគឺគេស្រឡាញ់ចាមើលថែវិញរីកចម្រើនរួមគ្នាតែម្ដងចាអញ្ចឹងបើពុកម្ដាយគាត់ដែលជាបតិបដាសាក៏គាត់មានចរិតយ៉ាងរឹងដែរណាអ្នកគ្នាតែបើពុកម្ដាយបតិបដាសាពុកម្ដាយចាំតែឈឺអញ្ចឹងបើសិនជាលោកឪពុកអ្នកម្ដាយដែលមានកូនដែលមានបាតដៃគុណហ្នឹងណាកុំជេរគាត់ណាចាកុំប្រមាថគាត់ប្រមាថអត់បានទេណាចាអញ្ចឹងប្រើពាក្យល្អទុនភ្លុនជាមួយគាត់វិញចាបើទើបអាចចាជួយគាត់បានទើបអាចទៅជែកជាមួយគាត់បានទើបអាចធ្វើឲ្យខ្លួនយើងហ្នឹងក៏ចម្រុងចម្រើនតាមនឹងដែរអ្នកនរគ្នាចាអញ្ចឹងគឺគាត់អនាគតរបស់គាត់ហ្នឹងគឺនឹងរីកចម្រើននៅខ្ទង់អាយុ30ក្រាស់ហ្នឹង30ក្រាស់ហ្នឹងបដារហូតដល់អាយុចាប់ដើម50ហ្នឹងគឺកាន់តែមានទ្រព្យមានសម្បត្តិចាដោយសារតែពីមុនមកគាត់ពិបាកគាត់មិនដែលខ្វល់គាត់ដើរជួយតែគេហ្នឹងចាតែទឹកខ្លួនឯងផងចាជិះតែឲ្យតែមានលុយទិញទួយអញ្ចឹងទៅក៏នឹកឃើញចង់ទៅជួយចាប្អូនចេះចង់ទៅជួយអ្នកនេះចង់ជួយអ្នកក្រចង់អីអាខ្លួនឯងមិនទាន់មានក៏ចង់ធ្វើនេះធ្វើនោះអញ្ចឹងចង់ជួយសង្គមចង់អីចាហើយអាកតាដែលគាត់ចង់ជួយហ្នឹងជំរុញអនាគតគាត់មិនគាត់ចាចង់បានអនាគតមានបានហ្នឹងដើម្បីខ្លួនឯងណាអត់ទេមនុស្សនឹងដាក់អនាគតដើម្បីមានបានដើម្បីអីហ្នឹងដើម្បីជួយគេទេចាដើម្បីជួយអាជីវភាពជួយបងប្អូនចេះជួយសង្គមចេះជួយសាលារៀនជួយវត្តអារាមជួយអីអញ្ចឹងណាចាចង់ធ្វើកតបកិច្ចមួយដើម្បីអ្នកដទៃចាអញ្ចឹងហេតុទេវតាចាទេវតាគឺលោកមានបុណ្យអញ្ចឹងលោកមានជួយមើលថែមនុស្សលោកអញ្ចឹងណាមិនសូវជា
គិតគូចាចង់បានខ្លួនឯងទេព្រោះគាត់ជាអាណាព្យាបាលដល់មនុស្សលោកចាអញ្ចឹងអ្នកនរគ្នាចាអ្នកណាមានបាតដៃអីខ្លះចាខមមិនមកខាងក្រៅមកដូចអ្នកគ្រូនិយាយឲ្យតែខ្លួនឯងនឹងបែបហ្នឹងឯងចាហើយបើសិនជាបែបហ្នឹងណាអ្នកនរគ្នាត្រូវធ្វើយ៉ាងណាដើម្បីឲ្យខ្លួនឯងហ្នឹងទៅថាជាផុតពីទុកលំបាកចាការគិតដែលអវិជ្ជមានណាចាអ្នកនរគ្នាព្រេណាចាគឺបួងសួងចាអញ្ចឹងអ្នកនរគ្នាអនុវត្តការបួងសួងចាទៅដល់ទេវតាទៅដល់ចក្រវាឡទៅដល់កម្លាំងស័ក្តិសិទ្ធិទាំងឡាយទាំងពួងនៅក្នុងដែនចក្រវាឡអ្នកនរគ្នាណាបួងសួងបានផលចាអញ្ចឹងយើងប្រតិបត្តិការបួងសួងការដឹងគុណជារៀងរាល់ថ្ងៃជីវិតនឹងចម្រុងចម្រើនតាំងពីក្មេងមកចាតែបើយើងពីក្មេងនឹងរឹងមានះវល់វក់ដែរឲ្យទៅចេះដឹងគុណទេតែជួយតែបើថាការដែលដឹងគុណអីញ៉េញ៉ៃមិនសូវណាចាអញ្ចឹងត្រូវប្រតិបត្តិបែបហ្នឹងមកដើម្បីឲ្យជីវិតរបស់យើងរីកចម្រើនរុងរឿងចាហើយអ្នកហ្នឹងគឺគាត់ទៅជែកបានជាមួយនឹងចក្រវាឡណាចាអញ្ចឹងគឺមានញៀនដែលពិសេសញៀនទី6គឺរីកចម្រើនដឹងមុនចាហេតុការអ្វីផ្សេងអញ្ចឹងបើដើរចិត្តគាត់ប្រាប់ថាយ៉ាងម៉េចនឹកភ្នោថាយ៉ាងម៉េចគឺស្ដាប់គាត់ចាដោយសារតែគាត់ដឹងច្រើនជាងអ្នកដែលធម្មតាចាអញ្ចឹងនេះគឺជាអ្នកដែលមានបាតដៃគុណចាហើយអ្នកណាដែលមានហ្នឹងគឺអបអរសាទរបងប្អូនណាចាហើយបើកំពុងតែពិបាកគឺធ្វើការបួងសួងធ្វើការដឹងគុណឲ្យបានច្រើនចាអញ្ចឹងអ្នកនរគ្នានឹងផុតនៅការលំបាកទាំងអស់ហ្នឹងហើយចេះទៅឡើងទៅចក្រវាឡធ្វើតែយើងប្រកបយើងឲ្យប្រកែដើម្បីទៅពេលជិតក្រោយអាចទៅជាទេវតាវិញឬមួយក៏មកសោយចាទ្រព្យសម្បត្តិដែលយើងខំសាងដោយសេចក្តីបុណ្យនេះយើងបានធ្វើចាអញ្ចឹងអរគុណច្រើនសម្រាប់ការតាមដានវីដេអូជូនពរឲ្យបងប្អូនទាំងអស់គ្នាចាជួបតែនឹងសេចក្តីចម្រុងចម្រើនរុងរឿងមានញៀនដឹងរីកចម្រើនហើយនឹងប្រើប្រាស់នៅបញ្ញាញាណរបស់យើងជួយខ្លួនឯងជួយក្រុមគ្រួសារនិងជួយមនុស្សជាតិជាពិសេសជួយប្រទេសខ្មែររបស់យើងឲ្យកាន់តែសម្បូររុងរឿងចាចឹងកុំភ្លេចចុច Subscribe Channel របស់អ្នកគ្រូផងយើងជួបគ្នានៅវីដេអូក្រោយទៀតអរគុណច្រើន